ជីទូកចិត្តល្អម្នាក់បានជួយដល់គោលឿងមួយឲ្យឆ្លងទន្លេប៉ុន្តែពេលឡើងទៅលើទូកគោលឿងនោះបានទុកលាមកមួយក្បាលដូចជាផ្ដល់ជាថ្លៃសេវាអ្នកជីទូកមានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានប៉ុន្តែក៏ត្រូវយកទឹកមកលាងមិនគិតថាត្រឹមតែទឹកប៉ះលាមកនោះវាប្រែក្លាយជាសញ្ញាតមាសភ្លាមអ្នកជីទូកភ្ញាក់ផ្អើលដល់ថ្នាក់ស្ទើរតែភ្លេចដង្ហើមក្រោយពុឈរអារម្មណ៍ស្ទើរតែយូរគាត់ទើបយល់ថាគោលឿងនោះជាគោអស្ចារ្យគាត់រើសមាសឡើងយកហើយរត់តាមទៅរកគោលឿងតែគោលឿងរត់លឿនណាស់ហៀបមិនទាន់ភ្លឺភ្នែកវាហើយវាចូលទៅក្នុងរូងភ្នំមួយអ្នកជីទូកដើរតាមដល់មុខរូងភ្ញាក់ផ្អើលព្រោះរូងមានទំហំតូចណាស់ដល់ថ្នាក់ខ្លួនគាត់ឯងក៏ចូលមិនបានដែរប៉ុន្តែគោធំដូចនោះចូលទៅបានយ៉ាងដូចម្ដេចគាត់សាក់ចូលបាន2-3ដងក៏មិនបានដែរតែប៉ុន្តែគាត់សម្រេចត្រឡប់ទៅផ្ទះសិនដើម្បីគិតផែនការផ្សេងទៀតនៅពេលទៅដល់ផ្ទះគាត់បញ្ជាក់ជាមួយភរិយាថាខ្លួនបានជួបគោអស្ចារ្យមួយដែលអាចបញ្ចេញមាសបានហើយមើលឃើញវាចូលរូងភ្នំភរិយាគាត់ស្រាប់តែបញ្ជាឲ្យគាត់ទៅទាញគោមកវិញតែអ្នកជីទូកនិយាយថារូងទូចពេកចូលមិនបានទេភរិយាគាត់និយាយថាត្រូវទៅហៅបងប្រុសមកជួយជីករូងបងប្រុសបានឮរឿងនោះក៏ភ្ញាក់ផ្អើលហើយគិតថាប្រសិនបើអាចចាប់បានគោអស្ចារ្យនោះជាសុបិនដ៏អស្ចារ្យនៃសំណាងដូច្នេះគាត់យកចង្កេះដែកលើកស្មាហើយតាមអ្នកជីទូកទៅភ្នំមានតែបុត្ររបស់អ្នកជីទូកដែលមិនចង់ទៅព្រោះគាត់គិតថាប្រាក់ដែលមិនសមនឹងសេចក្តីសុចរិតគឺមិនគួរដែរនៅមុខរូងភរិយានៅផ្ទះរៀបចំអាហាររងចាំដំណឹងល្អខណៈបងប្រុស2នាក់កំពុងជីកភ្នំយ៉ាងខ្លាំងពួកគេចាប់ផ្ដើមជីកពីព្រលឹមដល់ល្ងាចពីរដូវផ្ការីកដល់រដូវស្លឹកឈើជ្រុះទូកក៏មិនជិះទៀតស្រែសាច់ក៏មិនធ្វើទៀតសុទ្ធតែសង្ឃឹមថានឹងជួបសំណាងល្អពីគោមាសភរិយាអស់ធ្មត់សួរជារៀងរាល់ថ្ងៃថាហេតុអ្វីមិនទាន់ឃើញគោមាសបងប្រុសចាប់ផ្ដើមយល់ថាប្រហែលជាគោលឿងនោះពិតជាគោអស្ចារ្យមែនវាបានផ្ដល់មាសជាគុណស្នេហ៍ក្នុងការជួយឲ្យឆ្លងទន្លេដូច្នេះកុំលោភចង់បានច្រើនជាងនេះទៀតនៅពេលនោះបុត្ររបស់អ្នកជីទូកបានមកនិយាយយ៉ាងស្មោះថាសូម្បីតែគោក៏ស្គាល់ការតាក់ទងគុណតើយើងជាមនុស្សហេតុអ្វីទៅលោភចង់យកអ្វីដែលមិនមែនជារបស់យើងពាក្យនេះធ្វើឲ្យមនុស្សទាំងអស់ភ្ញាក់ផ្អើលឡើងអ្នកជីទូកយល់ថាការរស់នៅត្រូវអាស្រ័យលើការខិតខំប្រឹងប្រែងនិងសុចរិតភាពមិនមែនដោយភាពលោភលន់ឬការរំពឹងទទួលអ្វីដោយមិនចំណាយ